Bạn ngày nay hiện cho một can học lôi $10 ក្នុងមួយថ្ងៃរបស់យើងអត់មានពេលនិយាយច្រើនដោយសារថ្ងៃហ្នឹងញាប់ទៅដាក់កូនបន្តិច trend មួយនេះគឺយើងឃើញថាវាឡើងអញ្ចឹងយើងក៏ទិញវាឡើងទៅព្រោះយើងអាចឆេះ trend ការ trend គឺយើងត្រូវស្របតាម trend នៃការ trend នេះដែរខ្ញុំ trend រយៈពេល1នាទី trend មួយ trend យើង trend $5ចឹងបើសិនជាយើង trade ត្រូវ2 trade ស្មើនឹង$10វាត្រូវបញ្ចប់គោលដៅរបស់យើងតែបើសិនជាខុសចាំយើងតាមបន្តទៀតយើងបានមក trade ដែរដល់មើលទីផ្សារថ្មីកន្លែងនេះយើងឃើញថាទីផ្សារវាមាន trend របស់វាគឺ trend ចុះចឹងខ្ញុំធ្វើការ sell ឥឡូវយើងគូបន្ទាត់5ពីដំបូងវាឡើងហើយវាធ្វើការចុះចឹងពេលដែលវាប៉ះមួយបន្ទាត់ហ្នឹងយើងធ្វើការលក់វាភ្លាមព្រោះខ្ញុំគិតថាវាអត់អាចឡើងទៅលើហើយចំពោះការទិញបើសិនជាយើងជំនាញខាង1នាទីគួរតែ trade 1នាទីបើសិនជាអ្នកជំនាញ10វិនាទី trade 10វិនាទីឬក៏15អាស្រ័យទៅលើបច្ចេកទេសរៀងខ្លួនណាតែប្រាប់ខ្ញុំដោយសារយើងធ្វើវីដេអូអញ្ចឹងយើងត្រូវការ trade រយៈពេលវែងបន្តិចបើមិនអញ្ចឹងធ្វើវីដេអូវាអត់បានពេញពេលខ្លះខ្ញុំក៏លេង5វិនាទីដូចគ្នាបានមក trade ទៀតហើយចឹងសរុបថ្ងៃនេះខ្ញុំបាន$10